ជាបឋមខ្ញុំប្រកាសថាសូមនមស្ការព្រះរតនត្រ័យទាំង3គឺមានពុទ្ធរតន1ព្រះធម៌រតន1ព្រះសង្ឃរតន1ដោយសេចក្តីគោរពកោតក្រែងហើយខ្ញុំប្រកាសថាក៏សូមនមស្ការចំពោះសម្ដេចសង្ឃគ្រប់ឋានៈនុក្រមទាំងអស់ដោយសេចក្តីគោរពហើយខ្ញុំប្រកាសថាក៏សូមនមស្ការចំពោះព្រះថេរគ្រប់ព្រះអង្គដោយសេចក្តីគោរពរាប់អានបន្តនេះខ្ញុំប្រកាសថាធភាពក៏សូមចម្រើនពរញញាតិទីជាតិទីឆ្ងាយដោយសេចក្តីគោរពរាប់អានថ្ងៃនេះដែរធភាពនឹងសម្ដែងអំពីភិក្ខុបដិមោក្ខៈចែកជូនញាតិញោមពុទ្ធបរិស័ទទាំងអស់ឲ្យបានស្ដាប់ដោយតទៅនេះធភាពសំឡេងមិនសូវបានហើយបញ្ញាក៏មិនសូវខ្លាំងជាអញ្ចឹងបើស្នាខុសខាតទៅណាសូមជាស្រ័យដល់ខ្ញុំប្រកាសណាត់ភាពផងសូមចម្រើនពរនៅពេលពងបបិទ្ធលោកអ្នកដ៏មានអាយុទាំងឡាយមេត្តាដែលកបីសិក្សាទាំងឡាយ75នេះឯងមកកាន់សម្ដែងឡើង1ភិក្ខុកបីធ្វើសេចក្តីសិក្សាថាអាត្មាអញនឹងស្លៀកស្បង់ឲ្យជាបរិមណ្ឌល1 2ភិក្ខុកបីធ្វើសេចក្តីសិក្សាថាអាត្មាអញនឹងដណ្ដប់គឺក្រងជីវរឲ្យជាបរិមណ្ឌល1 3ភិក្ខុកបីធ្វើសេចក្តីសិក្សាថាអាត្មាអញនឹងបិទបាំងកាយគឺឃ្លុំឲ្យល្អដើរទៅក្នុងចន្លោះផ្ទះ4ភិក្ខុកបីធ្វើសេចក្តីសិក្សាថាអាត្មាអញនឹងបិទបាំងរាងកាយគឺឃ្លុំឲ្យល្អអង្គុយនៅក្នុងចន្លោះផ្ទះទី5ភិក្ខុកបីធ្វើសេចក្តីសិក្សាថាអាត្មាអញនឹងសម្រួមឲ្យល្អដើរទៅតាមក្នុងចន្លោះផ្ទះទី6ភិក្ខុកបីធ្វើសេចក្តីសិក្សាថាអាត្មាអញនឹងសម្រួមឲ្យល្អអង្គុយនៅក្នុងចន្លោះផ្ទះទី7ភិក្ខុកបីធ្វើសេចក្តីសិក្សាថាអាត្មាអញនឹងមានភ្នែកសំឡឹងចោះដើរទៅក្នុងចន្លោះផ្ទះទី8ភិក្ខុកបីធ្វើសេចក្តីសិក្សាថាអាត្មាអញនឹងមានភ្នែកសំឡឹងចោះអង្គុយក្នុងចន្លោះផ្ទះទី9ភិក្ខុកបីធ្វើសេចក្តីសិក្សា